សួស្តីអ្នកគ្នាសូមស្វាគមន៍មកកាន់ដំណើរកម្សាន្តទៅខេត្តកំពតជាមួយនឹងខេត្តកែបដ៏ញ៉េញ៉ៃដែលគ្មាន plan អ្នកគ្នាចេះតែដើរទៅចង់ថាមានរឿងអីកើតឡើងខ្លះហើយមែនទេមកយក2ថ្ងៃហ្នឹងមកក្រើចិត្តមក Woke up late, missed the morning glade. But the sunlight hits in so many ways. Grab my shades and hit the streets. No plan, chasing vibes. បានហើយធ្វើខ្លួនឯងសំដែងតែប៉ុណ្្នឹងបានអ្នកគ្នាឥឡូវនេះយើងកាត់មកតើចេញពីពេញម្ដងនេះមកនេះដូចជានៅពាក់កណ្ដាលផ្លូវនេះខ្ញុំព្រីបាត់ហើយឥឡូវនេះយើងកាត់មកដល់ភ្នំអេទៅកែបមកឥឡូវយើងកាត់ដល់កែបមកចេញមើលតាមឆ្នេរតិចហើយកុំប្រាប់ថាកាត់អីច្រើនម៉េះមកពីខ្ញុំខ្ជិលថតអ្នកគ្នាតែប៉ុន្តែខ្ញុំទៅនឹងគ្មាន plan ចង់ថតចង់ស្អីទេប៉ុន្តែឃើញស្អាតចេះថតទៅឥឡូវកាត់ផុសទៅហើយអ្នកគ្នាមើលលេងទៅហើយខ្ញុំទៅពេលនេះថ្ងៃដំបូងសាអ្នកគ្នាមើលស្អាតទៅទឹកឡុកដូចនិយាយដែរអញ្ចឹង vlog ហ្នឹងគឺអត់មានចេតនាធ្វើឬក៏ថតឲ្យអ្នកគ្នាមើលទេ ឆាច់បាត់ហើយដល់ផ្លេមកដល់កពតក៏ដោយហើយច្រឡំកែប លោកអ្នកគ្នាមើលសំបីតែនិយាយខុសដែរព្រោះអត់មានចេតនាថតមែនអ្នកគ្នាចិត្តតែអៀនអត់បានតាំងចិត្តម៉ៃក៏មិនយកទៅស្អីក៏មិនយកទៅឃើញចេះសភាពចិត្តថតនេះឧបបខ្ញុំតែយកដឹងដែរតែចង់ជិះទៅលើក្រោយជិះហើយជិះអាទុកដល់ស្ទុយថែឥឡូវយើងកាត់ដល់កពតមកទៅនេះហើយផ្លូវមិញហ្នឹងថាទៅកាហ្វេចន្លងវេហាប៉ុន្តែប្រហែលពេកក៏បកក្រោយមក resort ដេវិញមកទៅហើយតែប៉ុណ្្នឹងជីវិតខ្ញុំហើយកន្លែងនេះខ្ញុំគេហ្នឹងមានឈ្មោះថាស្លឹកចាក់បឹងគីឡូអ្នកគ្នាចឹងដាក់ឲ្យលើអ្នកគ្នាមើលគឺកន្លែងគេអូខេល្អស្វីអីក៏ល្អដែរអ្នកគ្នាហើយបរិយាកាសគឺស្អាតសម្រាប់នេះខ្ញុំចូលចិត្តស្ងប់ស្ងាត់ចឹងណាខ្ញុំមិនដែរឲ្យ10 ទៅ10សម្រាប់បរិយាកាសជុំវិញគឺស្អាតបើយើងនិយាយពីតម្លៃវិញវាអត់ថ្លៃទេអ្នកគ្នាវាសមនឹងតម្លៃរបស់គេមែនអ្នកគ្នាពីព្រោះអីអ្នកគ្នាអាចមើលបាននៅក្នុងវីដេអូនេះវាស្ងប់ស្ងាត់វាឈៀលយើងអង្គុយអាំងសាច់នៅមាត់ឆ្នេរទៅមាត់ដៃផែកទៅព្រលឹមឡើងយើងញ៉ាំកាហ្វេឈៀល relax ស្ដាប់សលេងធម្មជាតិចឹងទៅហើយអ្នកគ្នាមើល view គេខ្ញុំគិតថាវាអត់នេះទេគ្នាវាតសមតម្លៃចឹងដាក់ឲ្យអ្នកគ្នាមើលមកគិតថាតម្លៃវាថ្លៃណាស់អត់ទេអ្នកគ្នាទៅចោះខ្ញុំ recommend resort មួយកន្លែងនេះឬក៏បឹងគីឡូមួយកន្លែងនេះខ្ញុំ recommend អញ្ចឹងស្រមមកវិញ blog ដែលអត់កម្រោរបស់យើងគឺគេថាចប់ប៉ុណ្្នឹងបានទេគ្នាអរគុណច្រើនសម្រាប់